ខ្លួនអានសិភៅរឿងរាជសីហ៍ឈឺក្មេងឆ្លាតមានរាជសីហ៍មួយក្បាលមិនអាចចេញទៅរកអាហារបានព្រោះតែខ្លួនចាស់ជរានិងមានសុខភាពមិនល្អទើបវាគិតរិះរកមធ្យោបាយដើម្បីឲ្យបានអាហារមកឆីដោយងាយស្រួលរាជសីហ៍ក៏ធ្វើពុតជាឈឺហើយដេកក្នុងរូងភ្នំនិងប្រកាសឲ្យគ្រប់សាស្ត្រទាំងអស់ដឹងពីរឿងនេះបណ្ដាសត្វទាំងឡាយសម្ដែងក្តីសោកសៅនិងមកសួរសុខទុក្ខរាជសីហ៍នៅក្នុងរូងភ្នំម្ដងមួយជាហោហាយប៉ុន្តែសត្វទាំងនោះបែរជាត្រូវរាជសីហ៍ចាប់ស៊ីជាអាហារទៅវិញសត្វទាំងអស់ដែលចូលទៅសត្វតែត្រូវคล้ายជាចំណីរបស់រាជសីហ៍ទាំងអស់ពេលនោះចាចកបានដឹងពីឧបាយកលនេះក៏ដើរចូលទៅរករាជសីហ៍ដោយឈរនៅក្រៅរូងភ្នំឆ្ងាយល្មមឲ្យខ្លួនមានសុវត្ថិភាពទៅសួរពីអាការៈជំងឺរបស់រាជសីហ៍យើងសុខសប្បាយជាទេប៉ុន្តែហេតុអ្វីបានជាឯងឈរនៅឆ្ងាយម្ល៉េះចូលមកខាងក្នុងនិយាយលេងជាមួយយើងមករាជសីហ៍និយាយមិនអីទេសំឡាញ់អរគុណហើយយើងបានឃើញដានជើងសត្វជាច្រើនដែលដើរចូលទៅរូងភ្នំរបស់ឯងប៉ុន្តែខ្ញុំមិនបានឃើញដានជើងសត្វទាំងនោះដើរចេញមកវិញទេគំនិតនៃរឿងនេះចង់និយាយថាអ្នកដែលមានប្រាជ្ញាស្មារតីតែងចេះប្រយ័ត្នខ្លួនពីគ្រោះថ្នាក់ដែលអ្នកដទៃធ្លាប់ជួបចាអូបាត់ណាចាbạn cho bạn này đi bé hay nào con